Hafid និង E Ramos Hafid គឺជាកំពូលអ្នកលក់នៅលើโลกនាសម័យកាលនោះឬក៏យើងអាចនិយាយបានថាគឺជាកំពូលមហាសេដ្ឋីក្នុងសម័យកាលនោះ E Ramos គឺជាអ្នកបម្រើឬក៏ជាអ្នកកាន់ឃ្លាំងទាំងនេះគឺជាកិច្ចសន្ទនារវាងពួកគេទាំងពីរនាក់ស្ដាប់ចប់ទើបដឹងថាតើវាមានអត្ថន័យខ្លឹមសារវាមានប្រយោជន៍កម្រិតណា Hafid ឥឡូវខ្ញុំបញ្ជាឲ្យលោកផ្ទេរមាសរបស់ខ្ញុំចំនួន 50000 ដុំចូលទៅក្នុងឈ្មោះរបស់លោកភ្លាមហើយខ្ញុំសូមតែម្យ៉ាងពីលោកទេគឺសូមឲ្យលោកបន្តរស់នៅជាមួយខ្ញុំរហូតដល់ថ្ងៃដែលខ្ញុំអាចបំពេញការសន្យាមួយដែលខ្ញុំបានសន្យាជាយូរណាស់មកហើយនៅពេលខ្ញុំបានបំពេញវាចប់ហើយខ្ញុំនឹងទុកវិមាននិងឃ្លាំងនេះឲ្យលោកទាំងអស់បរិះយាមឃ្លាំងសម្លឹងទៅមើលចៅហ្វាយរបស់ខ្លួនសឹងមិនជឿនៅអ្វីដែលគាត់បានឮមាស 50000 ដុំវិមានឃ្លាំងទំនិញខ្ញុំមិនស័ក្តិសមទទួលរបស់ទាំងនេះទេលោកម្ចាស់ Hafid ញញឹមហើយងក់ក្បាលតាំងពីដើមមកខ្ញុំតែងចាត់ទុកលោកគឺជាទ្រព្យដ៏មានតម្លៃបំផុតហើយអ្វីដែលខ្ញុំប្រគល់ឲ្យលោកនេះគឺតិចតួចបំផុតគឺតិចតួចខ្លាំងមែនទែនបើធៀបទៅនឹងចិត្តស្មោះរបស់លោកដែលមានចំពោះខ្ញុំលោកមានសិល្បៈក្នុងការរស់នៅមួយយ៉ាងដែលកម្របានជួបគឺរស់នៅមិនមែនដើម្បីតែខ្លួនឯងនោះទេតែរស់នៅដើម្បីអ្នកដទៃហើយចេះព្រួយបារម្ភចំពោះអ្នកដទៃនេះដែលធ្វើឲ្យលោកក្លាយជាមនុស្សប្រសើរជាងគេគឺធ្វើឲ្យលោកក្លាយជាមនុស្សប្រុសក្នុងចំណោមមនុស្សប្រុស